លាថាមានអគ្គនាយកថ្មីមកក្រុមហ៊ុនយើងគាត់ត្រជាក់ស្រជុំនិងមានវិធីសាស្ត្រតឹងរឹងបំផុតចប់ហើយពីពេលនេះទៅប្រកាសជាធ្វើការថែមម៉ោងនិងប្រជុំមិនចេះចប់មិនចេះហើយទេធ្វើការមួយថ្ងៃសងមួយថ្ងៃទៅរកលុយពីអ្នកណាក៏ជាលុយដែរមែនទេឆាលឿនឡើងប្រញាប់ទៅថែមម្សៅបន្តិចទៅគេមកដល់ហើយណែមកដល់ហើយលោកអគ្គនាយកធ្វើទាំង3នាក់នេះគឺជាលេខាអគ្គនាយកអាណត្តិមុនជីចៃដនមែនទើបតែជួបឆេសៀនហើយឥឡូវមានម្នាក់ត្រកូលឈមមកទៀតលោកម្នាក់នេះគឺជាអគ្គនាយកប្រតិបត្តិដែលផ្ទេរមកពីទីស្នាក់ការកណ្ដាលលោកឈសែនជំរាបសួរលោកអគ្គនាយកខសុំទោសលោកខេជំនួយការមុនបានផ្ទេរហើយចំណែកជំនួយការថ្មីកំពុងសម្ភាសបើមានការងារអ្វីលោកអាចឲ្យពួកលេខាជាអ្នកចាត់ចែងជំនួសសិនបានបាទល្អហើយ4ឆ្នាំមកនេះឯងជឿចាប់ខ្លាំងណាស់ហេតុអ្វីបានជាគេរស់នៅមានក្តីសុខបែបនេះតើឯងនិយាយពីស្អីហ្នឹងណែឯងលួចមកស្រុកវិញដើម្បីនៅក្រុមហ៊ុនតែមួយជាមួយឈាវឆោហៃចង់ត្រូវគ្នាវិញមែនទេកុំរំលឹកឈ្មោះនាងប្រាប់ខ្ញុំអីខ្ញុំមិនស្គាល់ទេមិនស្គាល់អីក៏ដៃឆ្វេងសាក់រូបផ្កាដែលនាងចូលចិត្តមនុស្សហែងនេះពិតជាមាត់រឹងមែនបោកប្រាស់បងប្អូនបានហើយតែកុំបោកប្រាស់ខ្លួនឯងអីធ្វើការហើយខ្ញុំបិទសិនហើយលេខាសេងរោគម្នាក់នៅក្នុងនឹងមកធ្វើជាជំនួយការបណ្ដោះអាសន្នយកអ្នកខ្លាំងពូកែចាស់សលោកអគ្គនាយកណែគេត្រូវរើសម្នាក់ទៅធ្វើជំនួយការអគ្គនាយកមានឡើងប្រាក់ខែទៀតតើអ្នកណាទៅខ្ញុំក៏ចង់ទៅដែរតែសមត្ថភាពមិនដល់ខ្លាចតែប្រាក់ខែមិនឡើងបែរជាបាត់បង់ការងារពួកឯងទៅចុះខ្ញុំមិនទៅទេហេតុអ្វីខឹកខែក្នុងចំណោមពួកយើងឯងជាអ្នកដែលមានសមត្ថភាពខ្លាំងជាងគេតើមកពីខ្ញុំមិនចង់នៅក្បែរអតីតសង្សារដែលខ្ញុំធ្លាប់បោះបង់នេះជាស្ថានភាពលំបាកណាស់ពីព្រោះលោកខែគាត់កាច់ណាស់ខ្ញុំខ្លាចកាច់ចាហីនាងខ្លាចខ្ញុំដល់ថ្នាក់នឹងផង4ឆ្នាំហើយគាត់ប្រហែលការហើយការនោះគាត់មានគូដណ្ដឹងរួចទៅហើយណែជឿខ្ញុំទើបដឹងថាលោកខរៀនសាលាជាមួយឯងតើមនុស្សល្បីក្នុងសាលាបែបនឹងឯងមិនស្គាល់ទេគាត់ជាមនុស្សល្បីចំណែកមនុស្សធម្មតាដូចខ្ញុំមិនដែលបានឃើញគាត់ទេមិនដែលបានឃើញផងហើយឆេឈោមុខមាត់ឯងអីក៏ថាធម្មតាខែនឹងពួកយើងបដិសេធអ្នកតាមស្រឡាញ់ឯង13នាក់ហើយកុំនិយាយផ្ដេសផ្ដាសអីអ្នកតាមស្រឡាញ់13នាក់ផងឈាវឈូឯងពិតជាអស្ចារ្យមែនលោកខះហេតុអ្វីលោកអញ្ជើញមកផ្ទាល់បើមានការអីគ្រាន់តែទេមកតាមលេខក្នុងក៏បានតាមការវិតម្លៃចាប់ពីថ្ងៃស្អែកទៅឲ្យឈាវខើមកធ្វើជាជំនួយការបណ្ដោះអាសន្នលោកខែខ្ញុំមិនស័ក្តិសមទេខ្ចៃធ្លាប់ធ្វើការងារនេះច្រើននាងស័ក្តិសមជាងនាងជាអគ្គនាយកឬក៏ខ្ញុំជាអ្នកសម្រេចគឺលោកខ្ញុំគ្រាន់តែគិតថាបទពិសោធន៍របស់ខ្ញុំនៅមានកម្រិតខ្ញុំមានអារម្មណ៍ថាមិនពេញចិត្តនឹងការចាត់តាំងរបស់ខ្ញុំមែនទេមិនមែនទេខ្ញុំគ្រាន់តែគិតថានាងគិតតើនាងប្រើឋានៈអ្វីមកគិតនឹងពិតជាអតីតមែនវិធីធ្វើឲ្យគេស្អប់គឺនៅតែដែលដូចគ្នាគ្មានខុសពិបាកចិត្តណាស់ចេះបើកឡានហើយតើបើកលឿនទៀតផងឡានអគ្គិសនីតូចបែបហ្នឹងនារីចូលចិត្តណាស់តែបើបុកគ្នាវិញចេះសល់តែឆ្អឹងឡានទេឡានបែបនេះគឺពិតជាមើលឯងនិយាយចុះឡានតម្លៃថោកបែបហ្នឹងពងសុវត្ថិភាពប្រហែលជាថ្លៃជាងឡានទៅទៀតពុកវាទៅលោកឈើលោកមានប្រសាសន៍ថាអីខ្ញុំឲ្យឯងបុកវាទៅបុកតែឡានបានហើយកុំឲ្យរបួសមនុស្សសំណើរបស់លោកនេះពិតជាសាក់លបងបច្ចេកទេសបើកបររបស់ខ្ញុំខ្លាំងណាស់ប្រញាប់ឡើងខ្ញុំប្រាប់ហើយថាកុំឲ្យរបួសមនុស្សមែនទេលោកឈើខ្ញុំពិតជាមិនបានបើកលឿនទេណា Rolls Royce ឡានថ្លៃបែបហ្នឹងតើខ្ញុំមានលុយឯណាទៅសង្កេតទៅខ្ញុំបិទអក្សរនៅខាងក្រោយថាបើកមិនសូវចេះហើយតើហេតុអ្វីគាត់មិនមើលសោះអញ្ចឹងខ្ញុំពិតជាគ្មានសមត្ថភាពសង្ឡាននឹងទេសុំទោសអ្នកនាងគឺមកពីខ្ញុំជន់ហ្វ្រាំងមិនទាន់សូមអ្នកនាងចុះមកពិនិត្យមើលឡានពួកយើងទទួលខុសត្រូវ
ក្បាលឡានកុំពិតអស់ហើយប្រកាសថាឲ្យខ្ញុំមិនបាច់សងមែនទេបាទតើអ្នកនាងចង់ឲ្យសងបែបណាឬក៏ឲ្យយើងដូរឡានថ្មីឲ្យអ្នកនាងទេឡានខ្ញុំបុកច្រើនដងហើយតែគ្មានបញ្ហាទេឡានលោកទេដែលខូចខ្លាំងមិនអីទេយកទៅបុកវាទៀតទៅលោកខាជាកំហុសរបស់អ្នកបើកបរខ្ញុំទេចង់ដូរថ្មីទេឲ្យក្រុមហ៊ុនទិញថ្មីឲ្យតែម្ដងនាងជ្រើសរើសទៅមិនបាច់ទេឡានតូចរបស់ខ្ញុំនេះមិនអីទេខ្ញុំជួយសម្រេចឲ្យលោកចង់ធ្វើអីហ្នឹងអូយកុំវាបំបែកអីខ្ញុំខៀវខៅមិនបានជួបគ្នាជាយូរហើយ